តើបងប្អូនយើងដូចខ្ញុំធ្លាប់ធ្វើវីដេអូមុនដែរតើតើរឿងជួយបន្ថយកុំឲ្យ iPhone ស៊ីថ្មតែគាត់ថាអ្វីវាប្រែប្រួលទៅតាម AI ដែលវាអាប់ដេតណាអញ្ចឹងយើងធ្វើមួយសារទៀតតោះចូលធ្វើទាំងអស់គ្នាគឺយើងចូល setting ហើយយើងរកមើលពាក្យថា display and brightness នេះ display and brightness យើង scroll មកក្រោមទៀតយើងឃើញពាក្យថា raise to wake បានន័យថាហ្នឹងវា enable ណាអញ្ចឹងបើឃើញបងប្អូនឃើញ enable អញ្ចឹងបងប្អូនបិទវាចោលវិញមកដើម្បីបន្ថយនៅពេលដែលយើងគឺទូរស័ព្ទឬក៏ទូរស័ព្ទយើងមានចលនាវាអាចភ្លឺហើយ screen វាភ្លឺអញ្ចឹងពេលដែលយើងយក disable ហ្នឹងពេលទូរស័ព្ទយើងគឺអត់ភ្លឺទេអញ្ចឹងវាអាចជួយថ្មយើងបានច្រើនដែរតោះដែលយើងភ្លឺលុះត្រាតែយើងយកដៃប៉ះទៅលើ screen បានវា screen វាភ្លឺណាអូខេអញ្ចឹងយកនឹងមួយមកតមកទៀតទី2គឺយើង back ហើយយើងចូល privacy and security នេះ privacy and security ហើយយើងយកពាក្យថា location service បន្ទាប់ពីយកពាក្យ location service ហើយយើង scroll មកក្រោមមកទៀតយើងរកមើលពាក្យថា system service នេះយើង scroll មកក្រោមអស់មកយើងឃើញproduct improvement បានន័យថាហ្នឹងយើង disable វាមកអានឹងមួយ improve location accuracy តមកទៀត iPhone analytics បន្តមកទៀត routing and traffic គឺយើងបិទ3ហ្នឹងមកក៏មិនបាច់បិទទេអូខេអញ្ចឹងចំណុច system service នេះនៅមួយចំណុចទៀតគឺ signification location and route យើងយកហ្នឹងមកបន្តមកទៀតយើងមើលពាក្យថានេះ signification location and route ហ្នឹងគឺយើងបិទវាចោលណាបិទវាចោលមកវាបន្ថយរឿងពេលយើង track ទូរស័ព្ទដើម្បីធ្វើការ tracking ណាអញ្ចឹងយើងបិទវាមកគឺយើងបិទវាមកបន្តមកទៀតចំណុចទី4នោះគឺយើងអាចបដូរទៅលើប្រព័ន្ធទូរស័ព្ទចូលនេះវាសេរីទាបអញ្ចឹងនេះកន្លែងនេះកន្លែង cellular នេះយើងអាចកំណត់ទៅលើ cellular ដែលមាន 5G គឺយើងដែលមាន 5G បងប្អូនអាចបដូរអានឹងស្ថិតចិត្តបងប្អូនយក 5G ក៏យកទៅតែបើបងប្អូនយកតាម LTE ឬក៏ 4G វាអាចជួយថ្មបានច្រើនដែរណាអូខេស្អីបងប្អូនទូរស័ព្ទខ្ញុំវាប្រើតាម 4G ទេអត់អីទេបន្តមកចំណុចទៀតគឺយើងចូលទៅ general យើង back អស់មកយើងចូល general មួយសារទៀតយើងចូល general ហើយយើងមើលពាក្យថា background and app refresh អូខេយើងចូលនឹងមកក៏បើបងប្អូនបើកគឺបងប្អូនទៅ off វាណាអញ្ចឹងបើខ្ញុំ off ហើយបើបងប្អូនអត់ទាន់បិទទេបងប្អូនចូលបិទហ្នឹងមកណាអូខេអរគុណបន្តមកទៀតយើងចូលចំណុចចុងក្រោយគឺចំណុចមួយទៀតគឺនៅក្នុង Siri យើង back អស់មកនៅកម្មវិធី Siri នេះបងប្អូនបើបងប្អូនប្រើទៅតែខ្ញុំប្រើវាដើម្បីខ្ញុំប្រើ voice ដើម្បី control មកវិជាវាបើក app ឬក៏ធ្វើអីមួយអញ្ចឹងបើបងប្អូនអត់ចាំបាច់ទេបងប្អូនយក off មកអូខេអញ្ចឹងចូលដល់ហ្នឹងបងប្អូនអាចចូលទៅបិទវាទៅហ្នឹង